Hello ជំរាបសួរសួស្តីទាំងអស់គ្នាចាស្វាគមន៍សម្រាប់អ្នកដែលកំពុងតែមើលវីដេអូនេះផងដែរជាពិសេសយើងមកអំពីរឿងស្នេហាអញ្ចឹងយើងមកមើលថាតើនៅក្នុងខែ3នេះពីឥឡូវរហូតដល់ដាច់ខែនេះថាតើតើអ្នកទាំងរឿងស្នេហាយើងយ៉ាងណាដែរเนาะចាអញ្ចឹងក្នុងនោះខ្ញុំមានការឲ្យអ្នកទាំងអស់គ្នាជ្រើសរើសមានចំនួន3កាតមើលចាកាតទី1កាតទី2និងកាតទី3អញ្ចឹងខ្ញុំចង់ឲ្យអ្នកដែលកំពុងតែមើលនេះណាចាធ្វើការជ្រើសរើសកាតទាំងអស់គ្នាចាកាតទី1ចាគឺជារូបនេះណាចានេះជាកាតទី1ចាកាតទី2ចាគឺជារូបនេះចាមើលនេះណាកាតទី2ចាកាតទី3ចានេះគឺជាកាតទី3ចាឥឡូវយើងមកមើលអំពីកាតទាំងអស់គ្នាខ្ញុំបញ្ជាក់ភាសាទៀតកាតទី1កាតទី2និងកាតទី3ចាកាតទី1កាតទី2កាតទី3ចាអញ្ចឹងខ្ញុំចង់ឲ្យអ្នកដែលកំពុងតែមើលនេះសួរអារម្មណ៍ខ្លួនឯងរយៈពេល1វិនាទីបន្តមកទៀតយើងបើកភ្នែកមើលថាកាតណាដែលយើងស្រឡាញ់ចាអញ្ចឹងយើងធ្វើការបកស្រាយអំពីកាតទី1មុនណាចាសួស្តីសម្រាប់អ្នករើសកាតទី1ណាចាកាតទី1តកតងជាមួយនឹងតំណតំណងចាស្នេហាឬក៏ផែនការសម្រាប់មួយគ្នាមានកម្រងចង់ទៅដើរលេងនៅណាចាឬក៏មានកម្រងចង់ក្រេបទឹកខ្មុំអីស្នេហាអីចឹងណាចាអញ្ចឹងយើងមើលស្ថានភាពស្នេហាយើងតើល្អទេសម្រាប់នៅរើកាតទី1មើលវាឥឡូវរហូតដល់ដាច់ខែណាចាមើលអាយ៉ាឃើញថាល្អច្រើនចាសម្រាប់ស្ថានភាពស្នេហាយើងឃើញថាល្អច្រើនមែនតើតកតងជាមួយនឹងជីវិតប្តីប្រពន្ធឃើញថាអត់អីទេចាឃើញថាអត់អីទេមានផែនការជាមួយនឹងគ្នាច្រើនណាមានរឿងដែលត្រូវធ្វើជាមួយនឹងគ្នាច្រើននៅក្នុងខែ3នេះផងដែរចាហើយចំពោះរឿងនេះវិញតកតងអាចនិយាយថាទោះបីជាមានផែនការរួមមួយគ្នាមានរឿងដែលត្រូវចរចាគ្នាចាសម្រាប់អ្នកការទី1ក៏ថាពេលខ្លះយើងមានសេចក្តីសុខដោយសារតែការធ្វើមិនដឹងមិនលឺមិនចាប់កំហុសឬក៏មិនយកទោសទៅលើដៃគូយើងម្នាក់នឹងផងដែរចាអញ្ចឹងអាចថាវាជាសេចក្តីសុខមួយណាហើយអាចំណស្វត់នេះមិនមែនថាចំណុចអាក្រក់ទេអាចថាដៃគូយើងធ្វើអីអត់ចេញឬក៏មានបញ្ហាឈឺភ្នែកប៉ុន្តែវាមិនមែនជាចំនួនទេអញ្ចឹងណាចារឿងល្អមួយទៀតអាចនិយាយថាអ្នកទាំងពីរអត់មានការចាប់កំហុសគ្នាទៅលើរឿងអវិជ្ជមានទេអញ្ចឹងធ្វើមិនដឹងធ្វើមិនលឺទៅចាអញ្ចឹងមានក្តីអាណិតស្រឡាញ់ចូលចិត្តគ្នាហ្នឹងហើយមេត្តាគ្នាអញ្ចឹងទៅណាផ្ដល់ឲ្យគ្នានៅអ្វីដែលដៃគូយើងមកខាងចង់បានណាការអាណិតស្រឡាញ់អញ្ចឹងសម្រាប់អ្នកកាត់ទី1ឃើញថាល្អមែនតើអញ្ចឹងស្ថានភាពស្នេហាយើងអត់មានអីទេចាសួស្តីសម្រាប់អ្នកកាត់ទី2ណាឃើញថាសម្រាប់អ្នកកាត់ទី2គឺជារឿងដែលល្អមួយចាគឺជារឿងដែលធ្វើឲ្យខ្លួនឯងទៅរកអ្វីដែលត្រឹមត្រូវដែលល្អក្នុងទំនាក់ទំនងស្នេហាអាចនិយាយបានថាធ្លាប់មានបញ្ហាឬក៏មានរឿងទោមនស្សជាមួយទំនាក់ទំនងស្នេហាពីមុនមកគឺឃើញថាអាចនឹងល្អច្រើនចាអាចនឹងមានការលើកទឹកចិត្តឲ្យខ្លួនឯងចាឬក៏មានការកែប្រែពីចំណុចល្អទៅជាចំណុចល្អវិញតាមបែបមួយយើងនិយាយពីផ្លូវចិត្តធ្លាប់មានការប្រេះស្រាំជាមួយទំនាក់ទំនងស្នេហាក៏អាចនឹងថាស្ដារមកវិញម្ដងតិចអីនៅក្នុងស្ថានភាពឥឡូវណាចាអញ្ចឹងយើងមើលស្ថានភាពស្នេហាយើងយ៉ាងណាដែរនៅក្នុងខែ3នេះចាសម្រាប់អ្នករើសកាតទី2ណាឃើញថាសម្រាប់អ្នករើសកាតទី2អ្នកតំណងស្នេហាយើងឃើញថាយើងកំពុងតែដើរចេញពីរឿងដែលធ្វើឲ្យយើងស្មុគស្មាញធ្វើឲ្យយើងមានបញ្ហាទៅរកទីទួលដែលសុវត្ថិភាពទីទួលដែលល្អសេចក្តីសុខផ្លូវចិត្តអញ្ចឹងឲ្យនៅក្នុងស្ថានភាពស្នេហាយើងកាត់បានហើយនៅអ្វីដែលចំណុចអវិជ្ជមានចំណុចដែលមិនល្អគឺយើងកាត់បានហើយយើងទៅរកអ្វីដែលល្អឲ្យខ្លួនឯងហើយចាព្រោះទោះបីជាមានមនុស្សជាយាមចូលមកពាក់ព័ន្ធនៅក្នុងជីវិតយើងបែបមិនស្មោះត្រង់ក៏យើងមានភាពឆ្លាតជាងមុនណាឆ្លាតជាងមុនព្យាយាមធ្វើឲ្យខ្លួនឯងខ្លាចជាមនុស្សថ្មីនៅក្នុងទំនាក់ទំនងស្នេហាហើយសម្រាប់អ្នកមានដៃគូស្នេហាជីវិតស្នេហាយ៉ាងណាដែរអាចថាមានការយកចិត្តទុកដាក់គ្នាច្រើនណាប៉ុន្តែក៏ឃើញថាសម្រាប់ជាបរោះឃើញថាល្អអត់អីទេតែសម្រាប់ជាស្ត្រីស្ថានភាពស្នេហាយើងអាចនឹងត្រូវបានដៃគូយើងនឹងមិនស្មោះត្រង់មកយើងក្នុងទំនាក់ទំនងស្នេហាចាហ្នឹងហើយដោយសារក្បត់ចឹងទៅហើយសម្រាប់អ្នកអត់មានដៃគូណាអ្នកនៅទំនេរបើជាមនុស្សស្រីនឹងឃើញមានមនុស្សប្រុសចូលមកក្នុងជីវិតយើងប៉ុន្តែបែបវាមិនធម្មតាបែបមិនស្មោះត្រង់ចាបែបរបៀបលក្ខណៈបែបមិនគួរឲ្យទុកចិត្តណាចានៅក្នុងស្ថានភាពស្នេហាយើងចាអញ្ចឹងឃើញថាល្អតែមានអីណាវាអាចនឹងមានបញ្ហាពីមុនដំបូងប៉ុន្តែឃើញថាល្អច្រើនណាសម្រាប់អ្នកកាត់ទី
ទី2ទាំងអស់គ្នាណាចាអរគុណច្រើនស្ថានភាពស្នេហាសម្រាប់អ្នករើសកាត់ទី3ណាតកតងជាមួយនឹងរឿងល្អចូលមកបានន័យថាក្នុងនោះដែរគេឲ្យយើងគិតទៅលើរឿងបែបវិជ្ជមានមិនមែនគិតលើថ្ងៃនេះអញត្រូវជួបគ្នាមួយដៃគូស្នេហាថ្ងៃនេះចង់ឆ្លុះគ្នាជាមួយប្តីដល់ហើយនេះថ្ងៃនេះចង់ឆ្លុះគ្នាមួយប្រពន្ធអត់ទេគេឲ្យយើងគិតទៅលើរឿងវិជ្ជមានក្នុងទំនាក់ទំនងស្នេហារបស់យើងណាគិតអ្វីដែលល្អនោះស្នេហានឹងចូលមកយើងបែបល្អដូចជាការយើងផ្សងអញ្ចឹងយើងសុំផ្សងមនុស្សដែលល្អចូលមកជួយក្នុងជីវិតយើងក៏ផ្សង everything every day តាគ្រប់យ៉ាងគឺអាចល្អប្រសើរច្រើនមែនតើចាអញ្ចឹងយើងមើលអំពីស្នេហាយើងសម្រាប់អ្នករើសកាត់ទី3ណាយ៉ាងណាដែរស្ថានភាពរបស់យើងក្នុងនោះវាអាចតាក់ទងជាមួយនឹងក្រុមគ្រួសារពាក់ព័ន្ធជាមួយនឹងលុយកាក់ណាឃើញថាល្អមែនតើចាល្អច្រើនមែនតើឃើញថាសម្រាប់តំណែងស្នេហាយើងឃើញថាសម្រាប់អ្នកដែលជាបរិសុទ្ធណាឃើញថាប្រពន្ធយើងក៏ទទួលបានរឿងល្អពាក់ព័ន្ធជាមួយនឹងលៀបសំណាងរឿងលុយកាក់ដែរណាឃើញថាការងាររកស៊ីអីគឺគាត់មានការរីកដុះដាលល្អមែនតើចាហើយនៅក្នុងនោះដែរឃើញថាអាកំបាំងក្នុងនោះដែរក៏សម្រាប់បរិសុទ្ធវិញនៅក្នុងតំណែងស្នេហាប្តីប្រពន្ធយើងឃើញថាយើងអាចនឹងមានចិត្តលួចតំណែងស្នេហាជាមួយនឹងបរិសុទ្ធផ្សេងចាហើយលួចតំណែងស្នេហាជាមួយនឹងនារីផ្សេងណាដែលជាបរិសុទ្ធហ្នឹងណាលួចតំណែងស្នេហាជាមួយនឹងនារីផ្សេងដែលមិនមែនជាប្រពន្ធយើងគេហៅថាស្នេហាបាច់ស្រីចិញ្ចឹមឬក៏លួចលាក់ជាមួយតំណែងអ្នកផ្សេងណាចាហើយក្នុងនោះដែរសម្រាប់អ្នកជាស្ត្រីក៏គួរតែប្រយ័ត្នដែរអាចនឹងប្តីយើងនឹងឯងញ៉េះញ៉ោជាមួយអ្នកណាឬក៏ឆាឬក៏មានចិត្តលេងសើចជាមួយបុគ្គលណាផ្សេងណាក្រៅពីយើងដែរនេះក្នុងនិយាយក្នុងតំណែងស្នេហាបែបប្តីប្រពន្ធទេប៉ុន្តែបើបែបជាសង្សារខ្ញុំឃើញថាมันជាបញ្ហាអីទេចាអាចថាវាមានរឿងការសង្ស័យពាក់ព័ន្ធជាមួយនឹងចំណុចសង្ស័យជាមួយនឹងដៃគូស្នេហាយើងតែប៉ុណ្ណឹងចាប៉ុន្តែបើសិនជាបរិសុទ្ធវិញក៏អាចនឹងមានលួចលាក់ស្នេហាជាមួយនឹងដៃគូយើងដែរណាចាសម្រាប់ដៃគូសង្សារมันធ្ងន់ដូចជីវិតប្តីប្រពន្ធប្រហែលនេះណាប៉ុន្តែឃើញថារឿងល្អច្រើនវាអត់មានអីជាធំដុំអីវាកើតចេញពីចំនួនដោយការសង្ស័យឬក៏ហ្នឹងឯងចំនួនបែបមើលទៅដូចមិនតំណងមិនគួរឲ្យទុកចិត្តដៃគូរបស់យើងតែប៉ុណ្ណឹងអញ្ចឹងឃើញថាសម្រាប់អ្នកការទី3มันជាបញ្ហាអីល្អអញ្ចឹងมันគេឲ្យយើងគិតនៅចំណុចវិជ្ជមានឲ្យបានច្រើនណាដើម្បីបញ្ជៀសនៅគេហៅថារឿងមិនល្អចូលមកក្នុងជីវិតយើងចាគិតល្អទទួលបានល្អតែប៉ុណ្ណឹងចាអញ្ចឹងអរគុណច្រើនសម្រាប់អ្នកការទី3ចំពោះសំណើជួបគ្នាវីដេអូក្រោយទៀតបាយបាយ